ក្នុងស្តុកថ្មីមួយគ្រឿងទៀតឲ្យពុកម៉ែបងប្អូនបាទ Mazda BT50 ប្រភេទ pick up មកទឹកខ្លាញ់គោលក់តម្លៃពិសេសជូនពុកម៉ែបងប្អូនតែ 20000 ជាងទេហើយខាងយើងខ្ញុំក៏មានការធានាជូនពុកម៉ែបងប្អូនត្រឹមត្រូវដែរទៅលើមិនបុកមិនកាត់តមិនស្ងោបដូរពណ៌ជាពិសេសគឺធានាទៅលើឯកសារត្រឹមត្រូវស្របច្បាប់កាត់ឈ្មោះបានជំរាបសួរដូចជាសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃខ្ញុំមានរថយន្តមួយគ្រឿងចង់ធ្វើការណែនាំជូនពុកម៉ែបងប្អូនបាទសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងស្វែងរកប្រភេទ pick up មកទឹកខ្លាញ់គោបាទ Mazda BT50 ពុកម៉ែបងប្អូនបាទអាចមកមើលមួយគ្រឿងនេះបានខាងខ្ញុំគឺណែនាំពុកម៉ែបងប្អូនពិសេសតែម្ដងដោយសារតែឡានមួយគ្រឿងនេះខាងខ្ញុំគឺកាត់បានពីម្ចាស់ដើមផ្ទាល់ហើយឡានថ្មីខ្លាំងការប្រើប្រាស់គាត់គឺតិចតែ70000គីឡូជាងទេចំណែកឯទឹកថ្នាំវិញគឺអត់មានបាញ់ជុះឬក៏បតក់ឆ្កេតឆ្កូតអីទេទឹកថ្នាំគឺស៊ីនមកជុំបាទអត់មានបាញ់មានអីទេទៅលើគ្រឿងពិសេសមួយជុំឡានដូចជាចង្គៀងមុខស្តុបក្រោយយ៉ាន់ទាំង4គ្រាប់បាទគឺថ្មីអត់មានឆ្កេតឆ្កូតឬក៏ប្រេះស្រាំលេខទឹកអីទេបាទគឺនៅសំណុំស៊ីនសំណុំដើមពុកម៉ែបងប្អូនដែលស្រឡាញ់ពេញចិត្តមកលើ Mazda pick up មួយគ្រឿងនេះអាចមកមើលបានបើកតេស្តសាឡបងបានបាទធានាជូនគឺមកអត់ខកចិត្តទេពិនភាគគឺប្រាប់ច្បាស់បាទអត់ខុសទេពុកម៉ែបងប្អូនផ្នែកខាងក្នុងវិញគឺនៅស្អាតខ្លាំងតែម្ដងពូកៅអីទាំង5បាទអត់មានដាច់រហែកឬក៏ដេប៉ះផ្លាស់ប្ដូរថ្មីទេគឺនៅសំណុំស៊ីនសំណុំដើមដូចជាតាប់ឡូដៃយ៉ាងកោតចង្កឹះលេខក៏អត់មានសឹកប្រេះស្រាំដូចគ្នាដោយសារតែឡានមួយគ្រឿងនេះដូចបញ្ជាក់ខាងដើមអញ្ចឹងការប្រើប្រាស់របស់គាត់គឺតិចមែនទែនតែ70000គីឡូជាងទេហើយកាត់ពីម្ចាស់ដើមទី1ទៀតសម្រាប់ឡានប្រភេទ pick up មកទឹកខ្លាញ់គោ Mazda BT50 បាទគឺប្រើបានស្រួលមែនទែនពុកម៉ែបងប្អូនប្រើបានគ្រប់ស្ថានភាពផ្លូវតែម្ដងមិនថាពុកម៉ែបងប្អូនចង់ប្រើក្នុងក្រុងឬក៏ក្រៅក្រុងដឹកអីវ៉ាន់បាទផ្លូវចិត្តផ្លូវឆ្ងាយបាទគឺមានភាពងាយស្រួលចំណែកឯការចំណាយទៅលើប្រេងរឹតតែតិចពុកម៉ែបងប្អូនបាទប្រភេទ BT50 នេះគឺប្រើ Tekbo បាទការចំណាយប្រេងគឺស៊ីតិចមែនតើ100គីឡូខ្ទង់ជា8ឬ9លីត្រទេបាទពុកម៉ែបងប្អូនដែលមានតម្រូវការបាទមិនថាចិត្តឆ្ងាយបាទស្រួលប្រើចំណាយតិចបាទទាំងពន្ធផ្លូវអាចមកមើលមួយគ្រឿងនេះបានត្រង់ចំណុចនេះខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនទស្សនាបាទឲ្យលម្អិតបន្តិចផ្នែកប្លង់ម៉ាស៊ីនរបស់ Mazda មួយគ្រឿងនេះទៅលើប្លង់ម៉ាស៊ីនពុកម៉ែបងប្អូនបាទក្លុកលាកខ្ចៅខ្ចងទាំងជើងដំបូលបាទក្លុកលាកខ្ចៅខ្ចងទៅលើថ្ពាល់គឺអត់មានស្នាមដោះទេបាទគឺនៅសំណុំស៊ីនសំណុំដើមអត់មានស្នាមប្រហើរពណ៌ថ្នាំឬក៏បតក់ពីលើឬក៏គូសវាអីទេបាទគឺនៅសំណុំស៊ីនសំណុំដើមតែម្ដងហើយមិនត្រឹមតែស្អាតទៅលើក្លុកលាកខ្ចៅខ្ចងទេពុកម៉ែបងប្អូនបាទផ្នែកខាងម៉ាស៊ីនបាទទៅលើគ្រឿងជ័រក៏ដូចគ្នាដែរអត់មានសំណាមដោះឬក៏ផ្សារជ័រឬក៏ផ្លាស់ប្ដូរថ្មីទេបាទគឺស៊ីនកំណើតតែម្ដងពុកម៉ែបងប្អូនដោយសារតែម្ចាស់មុនការប្រើប្រាស់របស់គាត់តិចហើយការប្រើក៏ថែខ្លាំងមែនទែនបាទតាំងពីប្រេងម៉ាស៊ីនប្រេងប្រអប់លេខបាទគឺគាត់មានការដូរទៀងមែនទែនសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍មិនថាពុកម៉ែបងប្អូនចង់ទិញដាច់បងរំលោះឬក៏វាយដូរបាទពុកម៉ែបងប្អូនអាចអញ្ជើញមកមើលបានបើកតេស្តសាឡបងបានពុកម៉ែបងប្អូនបាទពេញចិត្តទៅលើម៉ាស៊ីនទៅលើរូបរាងឡានបាទចាំតតម្លៃគ្នាហើយខាងខ្ញុំគឺដាក់តម្លៃពិសេសមែនទែនពុកម៉ែបងប្អូនណាតែ$20000ជាងទេបាទចរចាគ្នាចាក់ស្ដែងមកដល់ចំណុចនេះគឺខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនបាទផ្នែកបាតក្រោមឬក៏ជើងក្រោមសម្រាប់ Mazda មួយគ្រឿងនេះពុកម៉ែបងប្អូនបាទម្ចាស់មុនការប្រើប្រាស់របស់គាត់គឺនៅតែភ្នំពេញទេដូច្នេះជើងក្រោមគឺនៅថ្មីអត់ស្នឹមក្រហមឬក៏ជាប់ដីក្រហមទេពុកម៉ែបងប្អូនបាទហើយបាតក្រោមខ្ញុំកំពុងថតនេះគឺឡានកំពុងបញ្ឆេះបាទថ្មីមែនទែនពុកម៉ែបងប្អូនជើងក្រោមគឺអត់មានស្នឹមក្រហមឬក៏ឡាងច្រេះក្បាលកមកខ្ចៅត្រង់ណាទេបាទគឺនៅសំណុំស៊ីនសំណុំដើមធានាជូនបាទមកមើលគឺអត់មានខុសភិនភាគទេបងប្អូនបាទមកពេញចិត្តតែម្ដងហើយក៏សូមអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំដល់បងប្អូនយើងដែលកំពុងស្វែងរករថយន្តប្រើប្រាស់ដែលមានការធានាត្រឹមត្រូវជាពិសេសគឺតម្លៃបាទគឺពិសេសជូនបងប្អូនតែម្ដង